សូមចុចទៅលើពាក្យ Subscribe រួចចុចទៅលើសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណនីតិរឿងខ្មែរសូមជូនរឿងធ្មប់នៅជាប់ផ្ទះលំហែគ្រួសាររបស់ពូច្រាច់ទើបតែបានទិញផ្ទះលំហែមួយនៅក្បែរជើងភ្នំក្នុងខេត្តសៀមរាបហើយក្រោយពីរដូវភ្លៀងបានបោះជំហានឈានចូលដល់ប៉ុន្មានថ្ងៃកន្លងមកនេះពូច្រាច់និងប្រពន្ធរួមជាមួយនឹងកូនប្រុសស្រី2នាក់ទៀតក៏បានរៀបចំអីវ៉ាន់ចាកចេញពីក្រុងភ្នំពេញហើយធ្វើដំណើរមកស្នាក់នៅលំហែកាយនៅផ្ទះចំការរបស់គាត់ឲ្យបានចប់រដូវភ្លៀងដោយមាននាយជ្រក់ជាអ្នកបម្រើកាច់ចង្កូតរថយន្តជូនពូច្រាច់មានងារជាអុកញ៉ាមហាសេដ្ឋីមានទឹកមានដីមានព្រៃព្រឹក្សាជារបស់ខ្លួនរាប់សិបកន្លែងនៅក្នុងស្រុកខ្មែរម្ល៉េះហើយគាត់លែងកាន់កិច្ចការរកស៊ីអ្វីទៀតហើយពោលគឺគាត់ប្រើតែលុយដើម្បីប្រើមនុស្សឲ្យរកស៊ីចិញ្ចឹមគាត់និងគ្រួសារតែប៉ុណ្ណោះផ្ទះរបស់គាត់នៅភ្នំពេញមានម៉ូតូរថយន្តស៊េរីទំនើបរាប់មិនអស់ម្ល៉េះហើយទៅសៀមរាបម្ដងនេះគាត់ជ្រើសយករថយន្តស៊េរីកញ្ចាស់ពណ៌ខៀវដែលបន្សល់ទុកតាំងពីខ្មោចតាទួតរបស់គាត់ជារថយន្ត VIP ស៊េរីទំនើបផ្ដាច់លេខក្នុងចំនួនតាទួតរបស់គាត់ដើម្បីធ្វើដំណើរមូលហេតុគឺគាត់ឆ្អែតឆ្អន់នឹងទ្រព្យសម្បត្តិដែលហូរចូលមិនចេះស្រាកស្រានហូរចូលគ្រប់វិនាទីពេកទើបម្ដងនេះគាត់ចង់សាកអ្វីដែលសាមញ្ញវិញម្ដងរថយន្តធ្វើដំណើរទៅសៀមរាបតាមផ្លូវជាតិលេខ6នៅពេលដែលពពកខ្មៅអណ្ដែតទៅបាំងព្រះអាទិត្យហើយដំណក់ទឹកភ្លៀងចាប់ផ្ដើមរលឹមមកស្រិចបណ្ដាលឲ្យនាយជ្រក់មិនហ៊ានបើកបររថយន្តលឿនពេកនោះទេព្រោះផ្លូវថ្នល់រអិលដំណើរដែលធ្លាប់តែប្រើពេលអស់តែ5ទៅ6ម៉ោងដល់ក៏ធ្លាក់ទៅដល់ប្រហែលជិត8ទៅ9ម៉ោងអាស្រ័យដោយអាកាសធាតុអាប់អួរម៉ោងនៅលើនាឡិកាជាប់ដៃពូច្រាច់ទើបតែ3រសៀលសោះក៏ប៉ុន្តែបរិយាកាសងងឹតឈឹងដូចពេលយប់យន្តរថយន្តរបស់គ្រួសារពូច្រាច់បើកចូលតាមផ្លូវលំតាមជើងភ្នំនៅប្រហែលជាម៉ោង4ល្ងាចហើយបើកចូលទៅក្នុងចំការចេកមួយកន្លែងលុះត្រាបានទៅដល់ផ្ទះឈើតូចមួយខ្នងដែលសង់នៅកណ្ដាលចំការទើបឃើញបរោះចំណាស់ដែលជាអ្នកបម្រើចាំចំការកាន់ពិលនឹងឆាត់រត់ចេញពីក្រោមផ្ទះមកទទួលរត់ដល់រថយន្តបរោះចំណាស់ក្បាលទំពេកបើកទ្វាររថយន្តទទួលយកវ៉ាលីនិងកាបូបពីចៅវាយនាយដែលទើបតែមកដល់ហើយពោលសួរដោយការគួរសមអូណែមកតាមផ្លូវហត់នឿយខ្លាំងទេដេចគុណហត់ដែរតែមកតាមផ្លូវមើលភ្លៀងមើលស្រូវមើលស្រែរាំតាមខ្យល់វាបាត់ហត់អស់ទៅហើយលូអើយបាទដេចគុណអញ្ជើញចូលទៅសម្រាកនៅក្រោមផ្ទះសិនទៅចាំខ្ញុំបាំងឆាត់ជូនណែតាមិនបាច់បាំងអីទេដៃយួរសំពីងសំពងហើយមានដៃឯណាមកកាន់ឆាត់ហុចឲ្យទៅជ្រក់ដៃវាទំនេរទេតាបាទលោកជំទាវតាលូហុចឆាត់ទៅឲ្យនាយជ្រក់ដែលទើបតែចុះពីកាប៊ីនឡានរួចហើយអ្នកទាំងអស់គ្នាក៏ធ្វើដំណើរចូលទៅក្រោមផ្ទះផ្ទះលំហែធ្វើអំពីឈើលាបពណ៌ក្រហមដំបូលប្រក់ក្បឿងសង់ខ្ពស់ផុតពីដីបំពាក់ទៅដោយកាំចិនដាវកាច់លំអបង្អួចនឹងទ្វារដោយវត្តធម្មជាតិដើម្បីឲ្យផ្ទះមានសោភ័ណនិងគួរឲ្យចង់រស់នៅកូនរបស់ពូច្រាច់និងជំទាវប៉ាក៏មានកម្លាំងព្រឹសរត់ឡើងចិនដាវទៅរត់លេងនៅលើផ្ទះបាត់ចំណែកឯពួកគាត់ទាំងពីរនៅអង្គុយក្រោមផ្ទះសួរតាលូនៅពេលដែលនាយជ្រក់កំពុងតែរើអីវ៉ាន់ចេញពីឡានយកទៅទុកលើផ្ទះហើយនៅទីក្រុងស្អុះស្អាប់ទៅណាក៏ឃើញតែឡានម៉ូតូចូលដល់ខេត្តចំរដូវភ្លៀងទៀតនិយាយថាពីត្រជាក់តែម្ដងដេចគុណមកមិនបានផ្ដល់ដំណឹងសោះគុំអីខ្ញុំដាំបាយចាំបាត់មិនបាច់ដាំបាយចាំទេតាពួកខ្ញុំបាយឆ្អែតតាមផ្លូវហើយអើយតាលូអើយភ្នំពេញសៀមរាបជិះតែមួយវឹងចាំបាច់ប្រាប់អីកុំតែឡានខ្ញុំវាចាស់ហើយអាចជ្រក់វាជិះយឺតទេកុំអីខ្ញុំមកដល់យូរណាស់ហើយរួចដេចគុណនិងលោកជំទាវគ្រងមកស្នាក់នៅប៉ុន្មានថ្ងៃដែរទៀននៅមកអស់ចិត្តណាតលតែឈប់នឹកសៀមរាបបានទៅវិញកំពុងតែនិយាយគ្នាប៉ក់នឹងពុចក៏អើតចេញពីលើផ្ទះហើយស្រែកហៅអ្នកដែលនៅក្រោមដោយសេចក្តីភ្ញាក់ផ្អើលម៉ែខ្ញុំឃើញអីគេពណ៌បៃតងហោះនៅក្នុងចំការយើងសង្ស័យតែដ្រូនទេដឹងឪពូច្រាច់មីងប៉ាក់និងតាលូក៏បានឡើងទៅលើផ្ទះយ៉ាងប្រញាំពួកគេទាំងអស់គ្នារួមទាំងនាយជ្រក់ផងដែរក៏ឡើងមកមើលតាមបង្អួចហើយបានឃើញពន្លឺអ្វីម្យ៉ាងពណ៌បៃតងខ្ចីម្ដងភ្លឺម្ដងរលត់ទើបតាលូនិយាយថាអាប់
ពូច្រាច់និងប្រពន្ធកូនដែលជាអ្នកទីក្រុងតាំងពីតូចក៏សើចហើយនិយាយមកកាន់តាលូ អាបអួយអីតាភ្លើងដ្រូនក្មេងបង្ហោះលេងហ្នឹងណា មែនហ្នឹងអាបឯណាទៀតតាភ្លើងដ្រូនក្មេងបង្ហោះលេងសោះហ្នឹង ខ្ញុំនិយាយមែនណាលោកជំទាវខ្ញុំឃើញវាហោះសឹងរាល់ថ្ងៃហ្នឹងមិនអីទេអាបក៏អាបទៅតាបើវាហោះចូលចំការយើងអញ្ចឹងថ្ងៃក្រោយយកដំបងដេញវាចេញទៅណាតាយីដេចគុណចេះតែយកដំបងដេញវាផ្ដេសផ្ដាស់យ៉ាងម៉េចកើតដេចគុណស្រួលមិនស្រួលវាធ្វើយើងតាយហោងណាដេចគុណ តាអើយតាអាបនឹងវាដើរឈ្នះដុល្លារខ្ញុំអីតា មែនហើយតាដុល្លារជាយន្តដ៏ស័ក្តិសិទ្ធិតាកុំបារម្ភបើឃើញវាមកយកដំបងដេញវាចេញទៅណាតា តាលូឈប់មាត់ហើយឈរនៅស្ងៀមក្រោយពីប្រាប់ចៅវាយរបស់ខ្លួនហាក់មិនសូវជឿកំពុងតែសម្លឹងទៅមើលអាបសំលេងបាញ់ជំពាមឮសូរតែវឹបគ្រាប់ជំពាមក៏ហោះតាមបង្អួចទៅត្រូវនឹងភ្លើងពណ៌បៃតងនោះឮសូរតែភុះមួយទំហឹងសំលេងឮខ្លាំងរហូតឮដល់អ្នកទាំងអស់គ្នាដែលឈរអើតពីបង្អួចទៅមីងប៉ាក់ក្រឡេកទៅមើលកូនប្រុសឃើញវាកាន់ជំពាមមួយថ្មីចេះក៏និយាយហាមកូន យីកូនបានជំពាមមកពីណាហ្នឹងយកទៅឲ្យពូជ្រក់ទុកទៅណាកូនកុំលេងជំពាមមិនល្អទេកូនបើយកវាទៅបាញ់ត្រូវសត្វត្រូវអីទៅនាំបាបណាកូន ចាពីមខ្ញុំទិញពីភ្នំពេញមកហ្នឹងណាម៉ែទុកបាញ់ចាប់នៅក្នុងចំការយើងលេង យីកូនកុំយកវាទៅបាញ់សត្វណាកូនសត្វក៏មានជីវិតមានគ្រួសារដែរណាកូនតោះហុចឲ្យពូជ្រក់យកទៅទុកវិញទៅកូន ប៉ហុចជំពាមទៅឲ្យនាយជ្រក់ទុកហើយអ្នកទាំងអស់គ្នាក្រឡេកទៅមើលភ្លើងនោះវិញបែរជាបាត់មិនដឹងហោះទៅណាទើបនាំគ្នាបំភ្លេចចោលហើយនាំគ្នារៀបចំខ្លួនសម្រាកឲ្យបាត់ហត់នឿយពីការធ្វើដំណើរ យប់ឡើងភ្លៀងធ្លាក់កាន់តែខ្លាំងនៅក្នុងផ្ទះលំហែមានបន្ទប់គេងពីរសម្រាប់ម្ចាស់ផ្ទះនិងកូនទាំងពីរចំណែកឯអ្នកបម្រើចងមុងដេកនៅលើគ្រែក្រោមផ្ទះខ្យល់ត្រជាក់អាស្រ័យដោយភ្លៀងធ្លាក់មិនដាច់តែមិនឃើញមានផ្គររន្ទះអ្វីកើតឡើងសោះប៉ក់និងប្អូនស្រីមិនទាន់ចូលបន្ទប់ដេកនោះទេគឺវានៅលេងទូរស័ព្ទ ហើយប្អូនវាជាអ្នកអង្គុយមើលនៅក្បែរបង្អួចវាលេងផងសើចផងពីរអ្នកបងប្អូនវាធ្វើឲ្យពូច្រាច់និងមីងប៉ាដេកមិនលក់ទើបបើកទ្វារចេញមកប្រាប់ពួកវា ណែប៉យប់ឡើងមិនកាន់សភៅអានអីទេឯងអាងតែកូនអុកញ៉ានាំប្អូនលេងតែទូរស័ព្ទនឹងទៅឯង ចូលទៅដេកទៅកូនបើមិនអានសៀវភៅយប់ហើយ ក្មេងទាំងពីរងើបឡើងហើយក្រឡេកទៅមើលតាមបង្អួចទៅប្រាប់ឪពុកម្ដាយវា ស្អីគេនោះ ពូច្រាច់និងមីងប៉ាក៏ក្រឡេកទៅមើលតាមដៃកូនប្រុសចង្អុលឃើញមនុស្សស្រីម្នាក់ឈរស្ងៀមត្រឹងមិនកំរើកនៅក្នុងចំការរបស់គាត់កណ្ដាលភ្លៀងដោយនាងនោះមានសក់កន្ទ្រើងនាងនោះបែរមុខមករកផ្ទះលំហែហើយមើលពីចម្ងាយទៅឃើញតែពាក់កណ្ដាលខ្លួនបើកភ្នែកសក្រឡៅពូច្រាច់ឃើញហើយក៏ច្រត់ចង្កេះរួចនិយាយឡើង ទេចុះអ្នកណាគេទៅឈរនៅកណ្ដាលភ្លៀងអញ្ចឹងសង្ស័យតែស្រីតាលូទេដឹងតានេះមិនបានទេឲ្យនៅចាំផ្ទះប្រាក់ខែច្រើនតាំងមានស្រីមានញីមករកដល់ចំការផង មនុស្សឬអាបឪវាមិនបានឃើញតែពាក់កណ្ដាលខ្លួនអញ្ចឹង អាបឯណាវាដកខ្លួនពាក់កណ្ដាលអញ្ចឹងនោះមនុស្សយើងហ្នឹងណាតែយប់ងងឹតអញ្ចឹងបាំងស្មៅផងមើលខាងក្រោមមិនឃើញ អ្នកសុំទៀនទេដឹងម៉ែមើលខោអាវគាត់ដាច់រហែកអស់ហើយហ្នឹងម៉ែ អើយតានេះមានស្រីមានញីមកតាមដល់ផ្ទះតែម្ដងណែនាំគ្នាទៅដេកមុនទៅខ្ញុំចុះទៅក្រោមហៅតាលូឲ្យទៅមើលក្រែងតែគាត់ឲ្យលុយគេមិនគ្រប់ទេដឹងបានជាគេមកតាមដល់ផ្ទះ អើយអាណិតណាស់ណោះមើលចុះគ្នាមិនហ៊ានចូលមកចិត្តផង ថាហើយពូច្រាច់ក៏ដើរវឹងចុះទៅក្រោមផ្ទះតែម្នាក់ឯងដល់ក្រោមផ្ទះហើយក៏លាត់មុងដាស់តាលូដែលកំពុងតែដេកនៅជិតនាយជ្រក់ តាលូអើយតាលូ តាលូបើកភ្នែកមកសឹងមិនរួចអាស្រ័យដោយភ្លៀងខ្យល់មកត្រជាក់ដេកហើយមិនចង់ក្រោកនោះទេគាត់បើកភ្នែកព្រឹមរួចក៏សួររកការ អូដេចគុណមានការអីដែរទៀននោះស្រីតាឯងមកតាមទាលុយដល់ចំការជែកឯណោះចេញទៅមើលបន្តិចទៅមើលក្រែងតាឯងតាក់ទងគេឲ្យលុយគេមិនគ្រប់ទេដឹងអី តាលូបើកភ្នែកមកស្វាងចេះស្រឡះមុខតេងរួចក៏សួរបន្ត ចំស្រីអីដេចគុណខ្ញុំចំណាស់នេះហើយមានស្រីក្មេងមកពីណាតាមដល់ផ្ទះនេះនោះអើមិនដឹងទេទៅមើលខ្លួនឯងទៅនោះ តាលូក្រឡេកទៅមើលតាមដៃពូច្រាច់ចង្អុលក៏បានឃើញនារីម្នាក់តែគាត់ស្គាល់ច្បាស់ថាជាព្រាយទើបគាត់ភ្ញាក់ឡើង ព្រាយព្រួយអីតាស្រីតាទេដឹងព្រាយមែនតើដេចគុណណែដេចគុណណាខ្ញុំសង្ស័យតែធ្មប់ប្រើមកហើយណាដេចគុណអើយតានេះរវើរវាយទាំងយប់តែម្ដងវៃតោះយកឆាត់មកតាមខ្ញុំ
ខ្ញុំទៅមើលឲ្យចិត្តទៅមើលថាព្រាយនឹងវាមានរូបរាងយ៉ាងម៉េច តាលូអត់មានជំរើសគាត់ក៏សុកចិត្តធ្វើតាមពូច្រាច់យកឆាត់បាំងឲ្យចៅវាយដើរចូលទៅចំការចេកទាំងមេឃភ្លៀងងងឹតព្រោះលោកចៅវាយចង់ឃើញព្រាយតាលូដើរបាំងឆាត់ឲ្យពូច្រាច់ពីក្រោយហើយអ្នកទាំងពីរដើរសំដៅទៅរកព្រាយលុះដើរទៅដល់កន្លែងដែលព្រាយនោះឈរក៏មិនឃើញមានអ្វីទាំងអស់ឃើញតែគុំស្មៅក្រាស់ៗទើបពូច្រាច់និយាយឡើង ចំស្រវាំងភ្នែកទាំងគ្រួសារតែម្ដងយប់នេះមិនមែនទេដេចគុណខ្ញុំសង្ស័យតែអាអូនវាបាញ់ចំពីមចំអាបល្ងាចមិញទេទើបវាប្រាប់ឲ្យប្តីវាដែលជាធ្មប់ប្រើព្រាយឲ្យមកចង់ផ្ចាញ់ផ្ចាល់ដេចគុណណាដេចគុណហើយផ្ទះពួកវានៅឯណានៅចិត្តដីចំការយើងឬក៏ឆ្ងាយដែរទេតានោះដេចគុណនៅជាប់នឹងរបងចំការយើងតែម្ដងមិនអីទេតាមពិតខ្ញុំមិនជឿទេអារឿងអបិយជំនឿស្អីនោះតែស្អែកតាយកលុយខ្ញុំ$2-30000ឲ្យតាយាយនឹងទៅណាហើយប្រាប់ពួកគាត់ថាឲ្យរើផ្ទះចេញពីរបងចំការខ្ញុំទៅណាហើយបើពួកគាត់មិនចេញមើលតថ្លៃគាត់ឲ្យច្រើនជាងនឹងបន្តិចទៅណា តាលូមិនដឹងជាត្រូវនិយាយយ៉ាងណាព្រោះបើនិយាយបែបណាក៏ចៅវាយគាត់មិនសូវជឿម្លោះហើយគាត់បានត្រឹមតែឆ្លើយយល់ព្រមនិងសាកល្បងធ្វើតាមវិធីរបស់ចៅវាយនាយតែប៉ុណ្ណោះព្រឹកឡើងពេលដែលពូច្រាច់និងមីងប៉ាចុះមកឈរនៅមុខផ្ទះតាលូក៏ដើរមកហើយប្រាំ ណែដេចគុណខ្ញុំបានទៅប្រាប់តាណាន់យាយនួនហើយតែពួកគាត់ថាគាត់មិនព្រមយកលុយរបស់ដេចគុណហើយចាក់ចេញទេទៀនទោះឲ្យប៉ុន្មានក៏មិនចេញដែរណាទៀន អ្នកណាគេឈ្មោះតាណាន់យាយនួន គឺយាយតាដែលចេះអំពើអាបធ្មប់នៅជាប់របងយើងនេះឯង ឯងជឿរឿងនឹងដែរហ៎ មិនជឿទេតែតាលូថាហើយខ្ញុំក៏ឲ្យគាត់យកលុយទៅឲ្យខ្លះហើយប្រាប់ថាឲ្យរើផ្ទះចេញពីរបងចំការខ្ជិលរវល់ច្រើនតែយាយតានេះអត់ព្រមទៀតហើយបំភ្លេចវាចោលទៅបើពួកគាត់ចង់នៅឲ្យនៅទៅគុំតែមករំខានយើងទៀតទៅបានហើយ ថាហើយពូច្រាច់ក៏បានដើរទៅរកងូតទឹកចំណែកឯមីងប៉ាក៏នៅសួរនាំតាលូពីនេះពីនោះរហូតដល់អស់ចិត្តទើបគាត់ដើរទៅរកងូតទឹកដែរល្ងាចបន្តិចពូច្រាច់និងប្រពន្ធបាននាំកូនប្រុសស្រីដើរមើលក្នុងចំការពួកគាត់ដើរបណ្ដើរជជែកគ្នាលេងបណ្ដើររហូតទៅដល់ដីក្រោយចំការទើបប្រទះឃើញខ្ទមស្បូវចាស់មួយមីងប៉ាក៏សួរទៅពូច្រាច់ ចុះខ្ទមអ្នកណាគេសង់នៅជាប់របងយើងហ្នឹងឪវា សង្ស័យតែខ្ទមរបស់តាណាន់យាយនួនដែលតាលូនិយាយនោះទេដឹងដីគាត់ប្រហែលជាជាប់ដីយើងនេះឯង បានបន្តិចបរោះម្នាក់ក្បាលត្រងោលរលោងស្រិលស្លៀកពាក់ខ្មៅតាំងពីលើដល់ក្រោមចេញពីខ្ទមមកឈរសម្លក់មើលគ្រួសារនេះស្ទើរជ្រុះគ្រាប់ភ្នែកបន្តិចទៅបរោះនេះក៏និយាយសម្លុតមកកាន់អ្នកទាំង4 ពួកឯងនឹងមែនប្រើអាលូឲ្យយកលុយមកជះលើអញលុយពួកឯងនឹងអស់ចាប៉ុណ្ណាទៅអា ពូច្រាច់ឮសម្ដីបរោះចំណាស់ក្បាលត្រងោលនេះហើយក៏និយាយឌឺទៅវិញ មានលុយមិនចេះចាយមានបាយមិនចេះស៊ីទៅស៊ីតែគម្រងកខ្វក់អក្សរសិលធម៌មិនរៀនទៅរៀនអំពើអបាយមុខអើយ ថាហើយគាត់ក៏នាំកូនប្រុសស្រីនិងប្រពន្ធដើរត្រឡប់ទៅផ្ទះលំហែនៅកណ្ដាលចំការវិញ តាមពិតពូច្រាច់មិនមែនថាគាត់មិនជឿថាអ្នកទាំងពីរអ្នកប្តីប្រពន្ធដែលមានផ្ទះជាប់របងចំការរបស់គាត់ជាធ្មប់នឹងអាបនោះទេតែគាត់មិនចង់អើពើនឹងអបិយជំនឿច្រើនពេកលុះពេលគាត់ដើរដល់ផ្ទះវិញគាត់ក៏បានហៅតាលូមកប្រាំ តាមានស្គាល់គ្រូណាគេចេះការពារអាបធ្មប់ទេស្អែកតាទៅអញ្ជើញគ្រូមកឲ្យធ្វើពិធីយ៉ាងណាការពារពួកខ្ញុំផងណាអស់ប៉ុន្មានចាំគិតតាមក្រោយ បាទដេចគុណនៅកន្លែងនេះគ្រូក៏សម្បូរដែរចាំខ្ញុំទៅនាំគ្រូល្បីមកតែម្ដងណាដេចគុណហើយបន្តិចទៀតប្រពន្ធខ្ញុំនឹងបើកលុយឲ្យតាខ្លះទុកសម្រាប់ទៅរកគ្រូផងហើយខ្លះទៀតត្រូវយកទៅចែកអ្នកណាដែលតាមើលឃើញថាក្រខ្សត់នៅក្នុងភូមិនេះផងណាបានប៉ុន្មានគ្រួសារចាំរាយការប្រាប់ខ្ញុំផងបើខ្វះខាតលុយកាក់ប្រាក់ចាយអីចាំតាមកយកទៀតចុះ តាលូទទួលបញ្ជាពីចៅវាយនាយហើយដើរទៅរកគ្រូបាត់អស់មួយកំណាត់ថ្ងៃលុះវេលាល្ងាចពេលដែលព្រះអាទិត្យរៀបនឹងចូលរុនទើបឃើញគាត់ដើរត្រឡប់មកវិញប្រាប់ពូច្រាច់និងប្រពន្ធថាគ្រូគេនឹងមកធ្វើពិធីនៅថ្ងៃស្អែក យប់មិនទាន់មេឃក៏ចាប់ផ្ដើមងងឹតហើយមិនយូរប៉ុន្មានភ្លៀងក៏រលឹមមកម្ដងទៀតផ្គររន្ទះកើតឡើងក្តោងក្តាំងនៅពាសពេញមេឃមួយយប់នោះមីងប៉ាឈឺពោះប្រកាច់ប្រកិនចំណែកឯស្រីប៉ុចគិតតែយំទើបពូច្រាច់ប្រើឲ្យនាយជ្រក់ជិះឡានទៅហៅពេទ្យមកទាំងយំពេលដែលពេទ្យមកមិនទាន់ដល់តាលូក៏បានផ្សំថ្នាំខ្មែរដែលគាត់ចេះចាំតិចតួច
តពីខ្មោចជីតារបស់គាត់ឲ្យមីងប៉ាក់ផឹកដោយសារតែគាត់សង្ស័យថាមីងប៉ាក់ត្រូវអំពើអាបធ្មប់ក្រោយផឹកថ្នាំខ្មែរមីងប៉ាក់ក៏បានរៀងស្រាកស្រានធូរប្រានបន្តិចតែនៅតែមិនទាន់ជាដាច់ស្រឡះគាត់នៅតែធ្ងោថាឈឺពោះតែអាចទ្រាំបានពូច្រាច់ក៏បានប្រាប់ទៅកាន់តាលូថា មើលតានៅចាំមើលប្រពន្ធខ្ញុំត្រង់នេះហើយព្រោះតាចេះថ្នាំខ្លះចាំពេទ្យមកចាំឲ្យគេមើលតាមវិជ្ជសាស្ត្រទៅណាចុះដោយគុណចង់ទៅណាដែរទៀនមិនបាច់ចង់ដឹងទេចាំខ្ញុំមកវិញចាំខ្ញុំប្រាប់ហើយទុកទូរស័ព្ទនៅក្បែរដៃផងមើលលេខប៉ូលីសអីនៅក្បែរខ្លួនផងបន្តិចទៀតអាចនឹងត្រូវការហើយរួចហើយទើបគាត់ងាកទៅរកប៉ក់ដែលជាកូនប្រុសហើយនិយាយ ប៉ក់យកឆាតមកទៅជាមួយឪ ប៉ក់ស្ទុះវឹងទៅយកឆាត់ហើយដើរចុះទៅក្រោមជាមួយឪពុកប៉ុន្តែមុននឹងដើរចេញតាលូក៏បានហៅគាត់ថា ដៃគុណចង់ទៅកាប់ធ្មប់ចោលមែនបើធ្វើអញ្ចឹងដៃគុណអាចនឹងមានទោសណាដៃគុណទុកឲ្យគ្រូគេមកដោះស្រាយទៅទៀនតើអើយតាធ្មប់ធ្មួយស្អីអ្នកណាទៅល្ងងកាប់គេចោលជាប់គុកឥតអំពើនោះខ្ញុំមិនជឿរឿងអាបធ្មប់អីទាំងអស់ហ្នឹងទេខ្ញុំទៅមើលជុំវិញចំការក្រែងមានការខុសប្លែកអីទេតើថាហើយពូច្រាច់និងកូនប្រុសក៏បានកាន់ឆាត់ដើរចុះទៅក្រោមផ្ទះគាត់ដើរកាត់ចំការទាំងមេឃងងឹតភ្លៀងដើរដល់ពាក់កណ្ដាលផ្លូវក្រឡេកទៅគៀនរបងនៅម្ខាងក៏បានឃើញអំពៅមួយគុំដុះលូតល្អល្មមកាច់ហូបបានគាត់ក៏កាច់មួយដើមកាន់ដើរហូបតាមផ្លូវរហូតដល់ខ្ទមដែលនៅជាប់របងចំការក៏បើកទ្វាររបងខាងក្រោយដើរចេញទៅចេញដល់ក្រៅរបងកាលណាគាត់ឃើញទ្វារបង្អួចខ្ទមរបស់តាណាន់និងយាយនួនមានកម្ពស់ត្រឹមទ្រូងគាត់តែប៉ុណ្ណោះគាត់អត់មានគិតផិតភ័យអ្វីទាំងអស់ក៏លួចបង្ហើបបង្អួចមើលទៅក្នុងខ្ទមនៅក្នុងខ្ទមតាណាន់កំពុងតែសូត្រអាគមនៅចំពោះមុខធូបទាំងបាច់ដុតហុយផ្សែងទ្រលោមនៅក្បែរខ្លួនតានេះមានខ្លួនមនុស្សស្រីអត់មានក្បាលដេកស្ដោកស្ដឹងត្រង់ជើងភ្លឹងលើកន្ទេលធ្មប់នេះមិនចាប់អារម្មណ៍ថាពូច្រាច់កំពុងតែអើតមើលខ្លួនតាមបង្អួចឡើយរហូតទាល់តែពូច្រាច់លូកដៃដែលកាន់អំពៅយកទៅដាក់ក្បាលគាត់ដែលកំពុងតែសូត្រអាគមឬសូត្រតែប៉ុកទើបគាត់ភ្ញាក់ខ្លួនឡើងសម្លឹងមកមើលមុខពូច្រាច់ភ្លឹះដោយបើកភ្នែកធំទំនងដូចជាមិននឹកស្មានដល់ហើយក៏ប្រហែលមិនដែលជួបមនុស្សដូចពូច្រាច់ដែរដាក់ក្បាលធ្មប់មួយអំពៅហើយទើបពូច្រាច់ស្ដីឲ្យថាសូត្រអីមករំបល់យោហែងស្អីហែងស្មានតែអញមិនដឹងថាហែងដាក់អំពើប្រពន្ធអញក្បាលមកអំពៅនឹងហូរឈាមរហាមឥឡូវបានគេនិយាយស្រួលបួលមិនចង់ឲ្យគេលេងធွာក្តៅពេលដែលពូច្រាច់កំពុងតែសំពងនឹងស្ដីឲ្យធ្មប់នេះប៉ដែលធ្លាប់មើលរឿងនិទានអំពីអាបដែរនោះវាក៏បានដើរប្រមូលបន្លាដាក់ជុំវិញខ្ទមរបស់តាណាន់លុះពេលដែលអាបដែលជាប្រពន្ធហោះមកវិញរកកន្លែងចូលផ្ទះមិនឃើញសោះឃើញតែពូច្រាច់និងកូនប្រុសឈរកាន់បន្លានៅក្នុងដៃទើបវាក្រហឹមយ៉ាងសឿងដាក់ពូច្រាច់ហាក់បីដូចជាមិនខ្លាចអាបនេះសោះគាត់ក៏លូកដៃទៅដាក់ក្បាលអាបមួយអំពៅទៀតលឺសូរតែប៉ុករួចក៏ស្ដីឲ្យក្រហឹមអីអត់ដៃអត់ជើងផងមកធ្វើខ្លាំងអីធ្វើឯងជាអ្នកលេងសៀកដកក្បាលដកកអីដាក់អញតិចដាក់ក្បាលនឹងអំពៅនឹងបែកឈាមខ្ចាយឥឡូវហ្នឹងពូច្រាច់ជ្រលោអំពៅចង់វាយក្បាលអាបនោះស្រឡាំងកាំងបានត្រឹមតែក្រញែងមុខចេញបន្តិចពេលដែលពូច្រាច់រកវាយយកបន្លាវាយពោះវៀនវាទៅបន្លាមិនវាងាប់កូនរួចហើយគាត់ក៏ដកកាំភ្លើងខ្លីចេញពីចង្កេះគាត់ទើបនិយាយឡើងនេះដាក់អានេះចំក្បាលវាតែមកគ្រាប់ដឹងតែងាប់តែម្ដងអាបឃើញកាំភ្លើងខ្លីនៅក្នុងដៃពូច្រាច់ក៏បើកភ្នែកធំហើយហោះវឹងបាត់ស្រមោលឈឹងរួចហើយពូច្រាច់ក៏យកកាំភ្លើងទៅភ្ជង់តាណាន់ហើយសម្លុតឡើងស្គាល់កំភ្លើងទេតាធ្មប់ចាំមើលអញហៅប៉ូលីសមកចាប់តាឯងព្រោះតាឯងកាត់កប្រពន្ធខ្លួនឯងនេះភ័ស្តុតាងមាននៅនឹងភ្នែកស្រាប់តាណាន់ដែលជាធ្មប់ស្រឡាំងកាំងដូចអស់ពាក្យនិយាយប្រហែលជាមួយជីវិតគាត់មិនដែលជួបមនុស្សដូចពូច្រាច់នេះទេម្ល៉េះហើយគាត់បានត្រឹមតែលើកដៃឡើងលើហើយរងចាំប៉ូលីសមកនាំខ្លួនទៅប៉ុស្តិ៍គាត់គ្មានបានដឹងថាកាំភ្លើងដែលនៅក្នុងដៃរបស់ពូច្រាច់នោះតាមពិតគ្រាន់តែជាកាំភ្លើងផាវរបស់ប៉ក់ដែលវាទិញពីភ្នំពេញ
យកមកលេងនៅសៀមរាបនោះទេពូច្រាច់បានខលហៅឲ្យតាលូនិងនាយជ្រក់មកចាប់តាណាន់ចងហើយខលហៅប៉ូលីសឲ្យមកមើលក្នុងខ្ទមនិងចោទប្រកាន់ថាតាណាន់បានកាត់ក្បាលប្រពន្ធបោះចោលចំណែកឯប៉ូលីសទោះជឿថាខ្លួននោះជាខ្លួនអាបក៏ដោយតែដោយគ្មានភ័ស្តុតាងមិនអាចយករឿងអបិយជំនឿទៅកាត់ក្តីបានក៏បានចាប់តាណាន់យកទៅកាត់ទោសតាមច្បាប់ហើយប៉ុន្មានថ្ងៃក្រោយមកទើបគេរកឃើញក្បាលរបស់យាយនួនទាំងពោះវៀនពោះតាំងអណ្ដែតក្នុងទឹកស្រះដោយជាប់នឹងបន្លាស្រះដែលគេដាក់សម្រាប់ចិញ្ចឹមត្រីក្រោយរឿងរ៉ាវនេះបានចប់សពគ្រប់ទៅគ្រូក៏មិនបានមកធ្វើពិធីអ្វីដែរហើយពូច្រាច់ក៏មិនទាន់បានទៅផ្ទះនៅឯភ្នំពេញវិញដែរពោលគឺគាត់នៅស្នាក់កំសាន្តក្នុងផ្ទះលំហែរបស់គាត់រហូតដល់ដាច់រដូវវស្សាទើបត្រឡប់ទៅទីក្រុងភ្នំពេញវិញហើយរឿងនិទាននេះក៏សូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះឯងហោលោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿចំណងជើងធ្មប់នៅជាប់ផ្ទះលំហែសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេនិទានរឿងខ្មែរជា Channel ដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចនិងរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកម្សាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុខនិងសុវត្ថិភាពខ្ញុំបាទសូមអរគុណនិងសូមគោរពលា